មួយនេះព្រោះអាហារពេលព្រឹកសម្រាប់សិស្សសំខាន់ណាស់យើងត្រូវគិតពីសុខភាពរបស់ពួកគាត់ជាចម្បងចាអ្នកគ្រូខ្ញុំនឹងព្យាយាមកែតម្រូវឲ្យបានល្អជាងមុនទៅលោកគ្រូចាបងគ្រូណែទៅបានខ្ញុំស្វែងខោគ្រូស្វែងខោ8គីឡូរាប់អត់ទេគ្រូរាប់អត់2គីឡូដេកណាគ្រូដេកទៅដែរបានស្រ័យមានក្នុងបន្លែផ្លែឈើគ្រប់មុខរបានក្នុងស្រុងមិនបាញ់ទៅឆ្ងាយអាហារទី3ជំនួយថាពលអ្នកគ្រូតើសាច់យើងហឹងមកហូបໄວអត់ទេចារៀនភ្លេងយើងត្រូវធ្វើសម្លកាបូគឺស្លាទៅឯងភ្លេងហ្នឹងទៅខ្ញុំអត់ច្រើនហើយថាមិនញ៉ាំបានច្រើនណាស់ក៏សម្បូរដោយបន្លែត្រីសាច់សម្បូរដោយវីតាមីនប្រូតេអ៊ីនសម្រាប់សុខភាពទៀតចាអ្នកគ្រូបើឲ្យចង់ខ្ញុំរៀបចំបន្លែទុកចិត្តទុកសាច់ចាបងស្រីជួយត្រត្រង់រូបរាងកាយបើឲ្យចង់យើងចាប់តាមធ្វើម្ហូបទៅមុននឹងធ្វើម្ហូបយើងត្រូវលាងសម្អាតដៃសិនបងប្រុសថ្លៃថ្លាសាច់សុនខ្លាញ់ណានឹងគ្រឿងសាមញ្ញអាហារទី2ប្រយោជន៍ការពារអត់មានអនាម័យបើយើងប្រងមិនໄວបំណងជាໄວបងមួយលើបើយើងធ្វើមហូបមិនមានអនាម័យវានឹងអាចបង្កបង្កើនជាជំងឺរាគរូសនិងអាចនឹងលើកទៀតផងបានពេញហើយហើយមកក្រោយមកអើលោកអ្នកគ្រូបានមកខ្ញុំក៏ធ្វើមហូបមិនដែរបើចង់អ្នកគ្រូថាខ្ញុំធ្វើមហូបខ្ញុំមកសម្រាប់ឆ្ងាញ់ណាស់នេះអនាម័យទៀតសូមដល់ទៅដល់បងទី2ដែលតាំងចិត្តខាងកាយធ្វើសម្រាប់មួយនេះ